ករណីកំពុងផ្ទុះល្បីបង្ខាំងក្មេងៗ16នាក់ក្នុងបន្ទប់តូចមួយរស់នៅលាយលាមកលាយនោមអស់4ឆ្នាំទម្រាំមានអ្នកដឹងអូយនរណាគេក៏ចិត្តខុសខើមែនណាបើយកក្មេង16នាក់បាទទៅប្រខាំងក្នុងបន្ទប់តូចមួយបាទហើយឲ្យគ្នាអាចនឹងនោមនឹងបាទអស់4ឆ្នាំបាទទម្រាំមានអ្នកដឹងបាទតើឥឡូវយើងតាមដានថារឿងនេះកើតឡើងនៅឯកន្លែងណាប្រទេសណាបាទនាំអារម្មណ៍ប្រិមិត្តយើងទៅតាមដានទស្សនាទាំងអស់គ្នាតែម្ដងកាលពីថ្ងៃទី2ខែកក្កដាឆ្នាំ2026កន្លងទៅអាជ្ញាធរនៅរដ្ឋអូហ៊ីយ៉ូសហរដ្ឋអាមេរិកនៅអាមេរិកបានប្រកាសថាពួកគេបានជួយសង្គ្រោះកុមារចំនួន16នាក់ចេញពីក្នុងផ្ទះដ៏ទ្រុឌទ្រោមដាច់ស្រយាលពីគេមួយកន្លែងបន្ទាប់ពីបានរកឃើញថាពួកគេត្រូវបានឃុំខ្លួនក្នុងស្ថានភាពដែលមិនអាចទទួលយកបានអស់រយៈពេល4ឆ្នាំកន្លងមកនេះបើតាមអាជ្ញាធរបានឲ្យដឹងថាក្មេងៗទាំង6បាទជាស្រ័យក្មេងៗទាំង16នាក់រួមទាំងក្មេងប្រុសនិងក្មេងស្រីដែលមានអាយុចាប់ពី18ខែដល់18ឆ្នាំសុទ្ធតែជាប់សាច់ឈាមគ្រួសារតែមួយពួកគេរស់នៅក្នុងផ្ទះពោរពេញដោយសម្រាមលាមកនិងទឹកនោមមនុស្សក្នុងស្ថានភាពកខ្វក់ខ្លាំងបំផុតបាទពេលខ្លះគឺមិនអាចនិយាយបានខណៈក្មេងស្រីបងគេអាយុ18ឆ្នាំគឺលូតលាស់យឺតយ៉ាវមិនអាចសម្បីតែប្រកបឈ្មោះខ្លួនឯងបានបាទលោក Ryan Ken អធិការស្រុក Winton បានពិពណ៌នាពីកន្លែងកើតហេតុនេះថាជាទិដ្ឋភាពដ៏គួរឲ្យរន្ធត់បំផុតមួយដែលលោកធ្លាប់បានប្រទះលោកបានរៀបរាប់នៅក្នុងសន្និសីទសារព័ត៌មានថាសត្វចិញ្ចឹមរបស់យើងភាគច្រើនចិញ្ចឹមក្នុងស្ថានភាពល្អជាងក្មេងៗទាំងនេះផងជំវិញករណីនេះដែរឪពុកម្ដាយនិងជីដូនជីតារបស់ក្មេងៗទាំងនោះត្រូវបានចាប់ខ្លួនដោយម្នាក់ប្រឈមមុខនឹងបទចោទប្រកាន់ចំនួន16ពីបទបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់កុមារលោក William Archer ព្រះរាជអាជ្ញាស្រុក Winton បានសង្កត់ធ្ងន់ថានេះមិនមែនជាករណីជួញដូរមនុស្សទេប៉ុន្តែជាការបំពានធ្វើបាបក្នុងគ្រួសារតែម្ដងអូបាទគាត់តែមើលមុខជីដូនជីតាឪពុកម្ដាយនេះដូចជាមិនមែនមនុស្សធម្មតាទេបាទដូចជាគេហៅថាមនុស្សស៊ីសាច់មនុស្សអញ្ចឹងបងប្អូនបាទមុខដូចមនុស្សក្រៅភពអញ្ចឹងបាទបាទជីតានោះយ៉ាប់ហ្មងបាទមុខដូចក្នុងរឿងបងប្អូនក្នុងរឿងមនុស្សស៊ីសាច់មនុស្សបាទយោងតាមការបញ្ជាក់របស់ប៉ូលីសក្មេងៗទាំងនោះទំនងជារស់នៅក្នុងបន្ទប់ដែលមានទំហំប្រហែល12 x 12 feet ប្រហែលនឹង3.6 x នឹង 3.6 ម៉ែត្រឬជិត13ម៉ែត្រការ៉េតូចមែនទែនបងប្អូនបាទដោយកន្លែងឃុំឃាំងយ៉ាង ក្រៅពីនេះប៉ូលីសមិនបានបញ្ជាក់លម្អិតពីថាក្មេងៗត្រូវគេបង្ខាំងនៅក្នុងបន្ទប់នោះដោយរបៀបណានោះទេគ្រាន់តែបានលើកឡើងថាអាជ្ញាធរមិនបានរកឃើញទ្រង់នៅក្នុងផ្ទះនោះទេបាទបន្ទាប់ពីត្រូវបានជួយសង្គ្រោះក្មេងៗចំនួនក្មេងៗចំនួន7នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីព្យាបាលដែលក្នុងនោះ2នាក់ត្រូវដឹកតាមផ្លូវអាកាសទៅកាន់មជ្ឈមណ្ឌលសង្គ្រោះបន្ទាន់កម្រិត1ព្រមគ្នានោះដែរមានក្មេងម្នាក់ស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរជាងគេរហូតត្រូវដោតបំពង់អុកស៊ីហ្សែនយោងតាមអ្នកស៊ើបអង្កេតបាននិយាយថាក្រុមគ្រួសារខាងលើបានផ្លាស់ទីលំនៅតាមតំបន់នៅនានាភាគខាងត្បូងរដ្ឋអូហ៊ីយ៉ូក្នុងរយៈពេល20ឆ្នាំកន្លងមកហើយនិងទំនងដូចជាមានចេតនាគេចវេះពីកំណត់ត្រាវិជ្ជសាស្ត្រនិងឯកសារផ្សេងៗទៀតជាមួយភ្នាក់ងាររដ្ឋក្មេងៗទាំង16នាក់គឺមិនបានចូលរៀននោះទេអាជ្ញាធររដ្ឋអូហ៊ីយ៉ូឥឡូវនេះកំពុងស្នើ
ឲ្យតុលាការផ្ដល់អាណាព្យាបាលបណ្ដោះអាសន្នដល់ពួកគេជនជាប់ចោទទាំង4នាក់ជាឪពុកម្ដាយនិងយាយតាមានឈ្មោះ Gary Siders Jr. Gary Siders SR Christina Siders និង Elizabeth Siders បានបង្ហាញខ្លួននៅតុលាការនៅថ្ងៃទី2ខែកក្កដាឆ្នាំ2026កន្លងទៅដោយចៅក្រមបានកំណត់ប្រាក់ធានាខ្លួនឲ្យនៅក្រៅឃុំក្នុងម្នាក់ៗចំនួន$30,000បាទអូនេះលក្ខណៈគាត់ដូចជាអត់ចង់នៅចិត្តគេចិត្តឯងចឹងណាបាទគាត់នាំកូននាំចៅរបស់គាត់ទៅនៅដាច់ស្រយាលពីគេចឹងទៅបាទហើយឲ្យកូនចៅរបស់គាត់ហ្នឹងគឺរស់នៅក្នុងបន្ទប់បាទតូចមួយហ្នឹងគឺនៅផ្ដុំគ្នានឹងតែម្ដងរៀនក៏មិនបានរៀនបាទចេញទៅណាក៏មិនបានទៅណាដែរបាទឲ្យនៅតែក្នុងផ្ទះចឹងណាបាទនេះលក្ខណៈគេហៅថាឃុំឃាំងក្មេងចឹងបាទហើយយើងមើលស្ថានភាពផ្ទះរបស់គាត់បាទផ្ទះហ្នឹងមើលទៅរៀងធំដែរប៉ុន្តែគាត់ឲ្យក្មេងនៅក្នុងបន្ទប់ហ្នឹងនៅផ្ដុំគ្នាបាទក្នុងបន្ទប់តូចមួយទេបាទ3.6 គុណ 3.6 បាទយើងថា3ម៉ែត្រកន្លះចុះ3ម៉ែត្រកន្លះគុណ3ម៉ែត្រកន្លះបាទហើយ16នាក់អូយដូចកន្លែងឃុំឃាំងចឹងហីអាចនឹងនោមនឹងអីនឹងអូបាទមើលស្ថានភាពផ្ទះនៅក្នុងផ្ទះសិតតែវ៉ាន់គេដូចរបស់អេបចាយដូចជាសម្រាមអីនៅក្នុងផ្ទះចឹងបាទនេះបាទជាគាត់ទាំង4នាក់ហ្នឹងគឺគាត់អត់ចង់នៅចិត្តគេចិត្តឯងបាទគាត់ចង់រស់នៅដាច់ដライពីគេចឹងបាទដូចគេហៅថាមនុស្សព្រៃបងប្អូនបាទមនុស្សព្រៃអត់ដែលស្គាល់អត់ចង់ឲ្យកូនស្គាល់សាលារៀនចេះអក្សរចេះអីចឹងបាទចឹងរឿងនេះគឺកើតឡើងនៅឯរដ្ឋអូហីយ៉ូសហរដ្ឋអាមេរិកបាទអញ្ចឹងរឿងហ្នឹងប៉ុន្មានប៉ុណ្្នឹងទេឲ្យបងប្អូនបាទដែលជួយចិត្តបាទកុំភ្លេចជួយចុច Subscribe នៅ Channel YouTube របស់ខ្ញុំបាទម្នាក់មួយដើម្បីទទួលបាននៅវីដេអូថ្មីៗជាបន្តទៀតបាទសូមអរគុណសូមជម្រាបលាបាទ